ខ្ញុំអាចនឹងបោះបង់វាតាំងពីពេលម៉ូតូរបស់ខ្ញុំខូចកាលពីម្សិលមិញខ្ញុំមានអារម្មណ៍មួយថាអត់សូវសប្បាយចិត្តអញ្ចឹងខ្ញុំក៏យកម៉ូតូរបស់ខ្ញុំដើម្បីជិះរំសាយអារម្មណ៍បន្តិចព្រោះដោយសារខានជិះយូរដោយគោលដៅរបស់ខ្ញុំគឺទៅគិរីរម្យដើម្បីញ៉ាំកាហ្វេខ្ញុំចេញពីផ្ទះម៉ោង9ព្រឹកខ្ញុំជិះអត់ឈប់សោះរហូតបាន102គីឡូម៉ូតូខ្ញុំក៏រលត់ជិះលែងទៅមុខខ្ញុំបដើម៉ូតូប្រហែលជា1គីឡូក៏ដល់កន្លែងជាងហើយជាងហ្នឹងក៏គាត់ជាអ្នកជំនាញទៅលើម៉ូតូប្រភេទរបស់ខ្ញុំនឹងដែរព្រោះដោយសារម៉ូតូខ្ញុំវាយូរឆ្នាំមកហើយមូលហេតុដែលនាំឲ្យលត់ហ្នឹងព្រោះដោយសារវាគប់ពេលម៉ាស៊ីនហើយយើងជិះអត់បានមើលប្រេងម៉ាស៊ីនហើយការជួសជុលហ្នឹងត្រូវចាយពេលអស់3ម៉ោងខ្ញុំត្រូវនៅរងចាំគាត់ជួសជុលឲ្យខ្ញុំហ្នឹង3ម៉ោងគឺគាត់ធ្វើរហូតហើយនេះជាលេខទូរស័ព្ទរបស់គាត់សម្រាប់បងដែលចូលចិត្តជិះម៉ូតូដើរលេងទៅគិរីរម្យអីគួរតែមានលេខហ្នឹងមួយក៏ល្អដែរបន្ទាប់ពីជួសជុលអស់3ម៉ោងរួចក្នុងចិត្តរបស់ខ្ញុំសួរខ្លួនឯងថាគួរតែទៅមុខទៀតឬមួយក៏ត្រឡប់ទៅផ្ទះវិញព្រោះអត់បានញ៉ាំបាយតាំងពីព្រឹកមកហើយឥឡូវម៉ោង2ហើយមួយទៀតម៉ូតូថ្មីគេតែរើម៉ាស៊ីនអញ្ចឹងអត់អាចជិះលឿនបានទៀតហើយនៅសល់តែ40គីឡូទៀតខ្ញុំដល់គោលដៅអញ្ចឹងក៏សម្រាប់ចិត្តថាបន្តដំណើរទៅមុខទៀតធ្វើម៉េចឲ្យដល់គោលដៅដែលខ្លួនឯងចង់បានទោះបីវាយឺតក៏ដោយហើយឲ្យតែពេលខ្ញុំមកគឺខ្ញុំតែងទិញមាន់ហើយបាយកន្លែង E8 ដើមហ្នឹងឯងអញ្ចឹងក៏សម្រាប់ចិត្តបន្តដំណើរឡើងទៅលើភ្នំហើយទៅរកកន្លែងណាគួរសមអង្គុយញ៉ាំបាយម្នាក់ឯងចាំញ៉ាំបាយហើយចាំទៅរកកាហ្វេតាមក្រោយមេរៀនមួយសម្រាប់ខ្លួនឯងហើយខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាមិនថាយើងរកស៊ីធ្វើការងារឬមួយក៏រៀនសូត្រអ្វីទាំងអស់គឺតែងតែមានផលវិបាកតិចឬច្រើនមុនពេលដែលយើងទៅដល់គោលដៅមួយហ្នឹងមកដល់ពេលនេះម៉ោង3ខ្ញុំបានមកដល់គោលដៅហើយខ្ញុំអង្គុយរៀបចំញ៉ាំបាយហើយញ៉ាំបាយបដាស្ដាប់សំឡេងសត្វយំបដាថ្ងៃនេះបាយផឹកមួយបាយថ្ងៃជាមួយគ្នាមកពេលហើយធ្លាក់រហូតដល់ម៉ោង3ទើបបានញ៉ាំខ្ញុំនៅតែអត់បោះបង់គោលដៅរបស់ខ្ញុំដើម្បីញ៉ាំកាហ្វេខ្ញុំក៏បន្តដំណើរឥឡូវមកដល់កន្លែងញ៉ាំហើយអង្គុយសម្ភារបន្តិចកំងកាហ្វេដើម្បីញ៉ាំម៉ោង3:27នាទីទើបបានញ៉ាំកាហ្វេវាជាអារម្មណ៍ចង់បានទូចមួយទេប៉ុន្តែយើងត្រូវតែមាន passion ក្នុងការធ្វើវាដើម្បីសម្រេចវាបានអញ្ចឹងគោលដៅរបស់ខ្ញុំតាំងពីព្រឹកមកគឺខ្ញុំចង់ញ៉ាំកាហ្វេនៅលើភ្នំក្នុងព្រៃស្ងប់ស្ងាត់ហើយ recharge ខ្លួនឯងបន្តិចឡើងវិញហើយត្រឡប់ទៅផ្ទះវិញនេះជាគោលដៅរបស់ខ្ញុំតាមផ្លូវដែលជិះមកមានកាហ្វេជាច្រើនដែលខ្ញុំអាចទិញញ៉ាំបានប៉ុន្តែវាមិនមែនជា vibe វាមិនមែនជាបំណងដែលយើងចង់បានទេអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងអស់គ្នាមិនថាយើងធ្វើអ្វីក៏ដោយឲ្យតែវាជាបំណងបង្កើន desire យើងនឹងដើរទៅដល់កន្លែងហ្នឹងហើយកុំបោះបង់វាខ្ញុំអាចនឹងបោះបង់វាតាំងពីពេលម៉ូតូរបស់ខ្ញុំខូចប៉ុន្តែខ្ញុំមិនបានបោះបង់ទេខ្ញុំនៅតែបន្តវាទៅមុខ